អ្នកទាំងអស់គ្នាគឺជាដៃគូយ៉ាងសំខាន់ដែលគាំទ្រដល់វណ្ណៈវប្បកម្មរបស់ប្រទេសជប៉ុនតទៅនេះខ្ញុំសូមណែនាំឧទាហរណ៍ស្ដីអំពីការងារកាប់ដើមឈើដោយសុវត្ថិភាពនិងការងារវណ្ណៈវប្បកម្មនៃប្រទេសជប៉ុនសូមយល់ដឹងឲ្យបានច្បាស់ពីរបៀបធ្វើការដែលត្រឹមត្រូវនិងប្រកបដោយសុវត្ថិភាពជាមួយនយោជកជាដំបូងខ្ញុំសូមរៀបរាប់ងាយៗអំពីការងារវណ្ណៈវប្បកម្មនៃប្រទេសជប៉ុនព្រៃឈើរបស់ប្រទេសជប៉ុនមានប្រហែល25លានហិកតាភាគរយនៃផ្ទៃក្រឡាព្រៃឈើគឺ 70% នៃផ្ទៃដីប្រទេសគឺជាប្រទេសក្នុងចំណោមប្រទេសដែលមានព្រៃឈើច្រើនលើពិភពលោក 50% នៃព្រៃឈើប្រទេសជប៉ុនត្រូវបានគេហៅថាព្រៃធម្មជាតិដែលដើមឈើដុះលូតលាស់តាមធម្មជាតិនៅសល់ 40% ដែលប្រមាណជា10លានហិកតាត្រូវបានគេហៅថាព្រៃសិប្បនិម្មិតដែលជាព្រៃឈើដែលបានដាំភាគច្រើននៃព្រៃឈើទាំងអស់នេះមាននៅលើដីជម្រាលហើយចាំបាច់ត្រូវគ្រប់គ្រងដោយមនុស្សយ៉ាងត្រឹមត្រូវវត្តពីការដាំរហូតដល់ការប្រមូលផលនៃព្រៃសិប្បនិម្មិតគឺចាប់ផ្ដើមពីការរៀបចំដីសម្រាប់ធ្វើកន្លែងដាំនិងការដាំកូនឈើជាច្រើនឆ្នាំបន្ទាប់ពីដាំយើងត្រូវកាត់ស្មៅចេញដើម្បីឲ្យដើមឈើដែលបានដាំលូតលាស់បានល្អដោយមិនចាញ់ស្មៅបន្ទាប់ពីដាំបាន15ឆ្នាំយើងត្រូវកាប់កូនឈើចោលខ្លះដើម្បីឲ្យដើមឈើដែលដាំចង្អៀតពេកមានចន្លោះបន្ទាប់មកនៅពេលដើមឈើដែលដាំធំល្មមយើងធ្វើការកាប់ប្រមូលផលនិងដឹកជញ្ជូនដើម្បីប្រើប្រាស់ជាផលិតផលឈើនិងវត្ថុធាតុដើមជីវម៉ាសការងារវណ្ណៈវប្បកម្មគឺជាឧស្សាហកម្មដែលត្រូវការពេលយូរឆ្នាំក្នុងការកាប់ដើមឈើជារង្វង់ដែលដំណើរការឡើងវិញនៅវដ្តនៃការដាំដុះលូតលាស់និងប្រមូលផលការងារវណ្ណៈវប្បកម្មគឺកំណត់ខ្លឹមសារតាមរដូវកាលនីមួយៗចាប់ពីរដូវរងាដល់រដូវផ្ការីកដើម្បីរៀបចំដីយើងធ្វើការកម្ចាត់ស្មៅនិងមែកឈើនៅកន្លែងដែលនឹងដាំដើមឈើរដូវផ្ការីកយើងដាំកូនឈើនៅរដូវក្តៅយើងធ្វើការកាត់ស្មៅនៅក្បែរកូនឈើនៅរដូវស្លឹកឈើជ្រុះយើងធ្វើការកាត់ដើមឈើដែលលូតលាស់មិនល្អចេញដើម្បីឲ្យមានចន្លោះនិងដើម្បីឲ្យដើមឈើដែលមានគុណភាពល្អលូតលាស់យើងធ្វើការកាត់ទម្លាក់មែកឈើដែលមិនត្រូវការចេញពីរដូវស្លឹកឈើជ្រុះដល់រដូវរងាយើងកាប់ដើមឈើដែលដុះលូតលាស់ចង្អៀតពេកឲ្យមានចន្លោះនិងធ្វើការប្រមូលផលដើមឈើដែលលូតលាស់ក្លាយជាឈើសម្រាប់ការងារកាប់ដើមឈើតាមរដូវនីមួយៗគឺមានចំណុចសំខាន់ដើម្បីធ្វើការដោយសុវត្ថិភាពយើងនឹងណែនាំចំណុចនេះជាមួយនឹងឧទាហរណ៍ម្យ៉ាងទៀតគ្រោះថ្នាក់ដែលកើតឡើងក្នុងអំឡុងពេលធ្វើការងារកាប់ដើមឈើនៅប្រទេសជប៉ុនច្រើនកើតមាននៅអំឡុងពេលកំពុងដាំនិងថែរក្សាដើមឈើអំឡុងពេលផលិតឈើនិងអំឡុងពេលកាត់ឈើគ្រោះថ្នាក់ទាំងនេះអាចការពារបានដោយការរៀបចំបរិស្ថាននិងអនុវត្តតាមនីតិវិធីដែលបានកំណត់ដើម្បីកុំឲ្យកើតមានគ្រោះថ្នាក់សូមអ្នកទាំងអស់គ្នាធ្វើការស្វែងយល់ឲ្យបានច្បាស់នៅខ្លឹមសារនៃវីដេអូនេះដែលជាជំហានដំបូងបង្អស់នៃការកាប់ដើមឈើដោយសុវត្ថិភាពដើម្បីធ្វើការងារដោយសុវត្ថិភាពអ្នកចាំបាច់ត្រូវតែគោរពច្បាប់សូមអ្នកស្ដាប់ដោយយកចិត្តទុកដាក់នៅចំណុចដែលប្រុងប្រយ័ត្នការណែនាំការងារនិងការស្វែងយល់ពីរបៀបធ្វើការងារដោយសុវត្ថិភាពប្រសិនបើមិនបានស្ដាប់ទេអ្នកនឹងមិនដឹងនោះឡើយសូមស្ដាប់ការនិយាយដោយយកចិត្តទុកដាក់ដើម្បីការពារគ្រោះថ្នាក់សូមពិនិត្យបញ្ជាក់សុវត្ថិភាពគ្នាទៅវិញទៅមកតាមរយៈការ
ពុតខ្លួននិងការរៀបចំហាត់ប្រាណគឺផ្សារភ្ជាប់នឹងការការពារគ្រោះថ្នាក់ដើម្បីថែរក្សាសុខភាពប្រចាំថ្ងៃអ្នកចាំបាច់ត្រូវរក្សានៅទម្លាប់រស់នៅឲ្យបានទៀងទាត់និងត្រឹមត្រូវអ្នកមិនត្រូវដើរលេងយប់ឬនៅដល់យប់ជ្រៅពេកនោះទេសូមគេងឲ្យបានគ្រប់គ្រាន់ដើម្បីធ្វើការងារដោយសុវត្ថិភាពការវិនិច្ឆ័យនិងការរាយការណ៍ពីស្ថានភាពសុខភាពគឺចាំបាច់នៅពេលដែលស្ថានភាពសុខភាពមិនល្អសូមកុំធ្វើការហួសពីសមត្ថភាពហើយសូមធ្វើការពិគ្រោះយោបល់ដោយកុំក្រែងចិត្តនៅតាមភ្នំគឺមានរបស់ដែលមិនល្អចំពោះរាងកាយអ្នកមិនត្រូវបរិភោគដោយចិត្តឯងនោះទេចំពោះរបស់ដែលអ្នកមិនស្គាល់សូមធ្វើការពិគ្រោះយោបល់ជាមួយនាយកជក់ការសម្អាតនិងរៀបចំទុកដាក់កន្លែងធ្វើការគឺជាច្រកផ្លូវចូលទៅកាន់ការងារប្រកបដោយសុវត្ថិភាពនៅកន្លែងធ្វើការដែលមិនបានរៀបចំសម្ភារៈនិងរៀបចំទុកដាក់ឲ្យបានល្អគឺមានគ្រោះថ្នាក់បណ្ដាលឲ្យដួលប្រសិនបើកន្លែងស្តុកទុកសម្ភារៈមិនត្រូវបានរៀបចំទុកដាក់ទេអ្នកអាចនឹងដួលហើយមានរបួសដោយកាំបិតចំពោះកាំបិតសូមដាក់ក្នុងស្រោមហើយទុកនៅកន្លែងដែលមានលំនឹងនិងងាយមើលឃើញប្រសិនបើសម្ភារៈដែលដាក់លើកន្លែងដាក់អីវ៉ាន់ក្នុងរថយន្តមិនត្រូវបានរៀបចំទុកដាក់ទេនៅពេលដែលបើកទ្វារគឺអាចធ្វើឲ្យធ្លាក់សម្ភារៈហើយនឹងបណ្ដាលឲ្យមានរបួសចំពោះអីវ៉ាន់សូមរៀបចំទុកដាក់ហើយដាក់វាទៅក្នុងរថយន្តនៅតាមផ្លូវភ្នំនៃកន្លែងធ្វើការជើងរបស់អ្នកអាចនឹងគ្មានស្ថិរភាពដោយសារគ្រោះនិងផ្លូវរអិលហើយអាចមានគ្រោះថ្នាក់បណ្ដាលឲ្យដួលសូមដើរដោយប្រុងប្រយ័ត្ននៅកន្លែងដែលជើងមិនមានស្ថិរភាពនិងនៅលើជម្រាលនៅពេលសម្រាកប្រសិនបើអ្នកដាក់កាំបិតនៃម៉ាស៊ីនកាត់ស្មៅដោយបែរទៅផ្លូវដើរដោយមិនដាក់ក្នុងស្រោមនោះនឹងមានលទ្ធភាពបណ្ដាលឲ្យអ្នកដើររងរបួសគឺមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះកាំបិតសូមដាក់បែរទៅទិសផ្ទុយពីផ្លូវដើរក្នុងសភាពដែលដាក់ក្នុងស្រោមមុននឹងអ្នកទៅសម្រាកដើម្បីធ្វើការងារកាប់ឈើប្រកបដោយសុវត្ថិភាពអ្នកចាំបាច់ត្រូវធ្វើការដោយពាក់សម្លៀកបំពាក់ត្រឹមត្រូវដើម្បីការពារគ្រោះថ្នាក់ប្រសិនបើអ្នកមិនធ្វើការដោយសម្លៀកបំពាក់ត្រឹមត្រូវទេគឺអាចបណ្ដាលឲ្យមានគ្រោះថ្នាក់នឹកស្មានមិនដល់ចំពោះឧបករណ៍ការពារដែលបានផ្ដល់ឲ្យតាក់ទងនឹងសុវត្ថិភាពអ្នកមិនត្រូវទុកចោលដោយគ្មានការអនុញ្ញាតនោះទេសម្លៀកបំពាក់ដែលមិនរៀបរយអាចបណ្ដាលឲ្យរុំចូលម៉ាស៊ីននៅពេលធ្វើការងារកាប់ដើមឈើសូមពាក់អាវក្រៅដៃវែងខោជើងវែងស្រោមដៃស្រោមជើងក៏វែងដែលត្រូវនឹងទំហំជើងឲ្យបានរៀបរយនៅអំឡុងពេលអាកាសធាតុក្តៅសូមធ្វើការចាត់វិធានការឲ្យបានសមស្របទៅនឹងសីតុណ្ហភាពដូចជាអាវក្រៅដែលមានភ្ជាប់កង្ហារជាដើមក្នុងអំឡុងពេលធ្វើការងារកាត់ស្មៅគឺអាចមានគ្រោះថ្នាក់ផ្សេងៗដើម្បីការពារខ្លួនអ្នកពីគ្រោះថ្នាក់ដាច់ខាតសូមពាក់ឧបករណ៍ការពារអំឡុងពេលធ្វើការដោយរណាកាត់ផលិតឈើឬកាត់ឈើគឺអាចមានគ្រោះថ្នាក់ផ្សេងៗដើម្បីការពារខ្លួនអ្នកពីគ្រោះថ្នាក់ដាច់ខាតសូមអ្នកពាក់ឧបករណ៍ការពារនៅលើភ្នំគឺមានសត្វដែលគ្រោះថ្នាក់ដូចជាទាកចៃពស់មានពិសឃ្មុំជាដើមដូច្នេះសូមអ្នកប្រុងប្រយ័ត្ននៅពេលដែលត្រូវបានសត្វដែលមានគ្រោះថ្នាក់តិចឬខាំសូមប្រាប់ទៅកាន់មិត្តរួមការងាររបស់អ្នកភ្លាមនិងប្រញាប់ទៅមន្ទីរពេទ្យជាមួយនាយកជក់នៅលើភ្នំគឺមានរុក្ខជាតិដែលមានបន្លានិងរុក្ខជាតិដែលរមាស់នៅពេលប៉ះដូច្នេះសូមអ្នកប្រុងប្រយ័ត្ន
នៅពេលដែលកើតមានរោគសញ្ញារមាស់ឬត្រូវបានមុតដោយបន្លាពេលប៉ះជាមួយរុក្ខជាតិដែលមានគ្រោះថ្នាក់សូមធ្វើការពិគ្រោះយោបល់ជាមួយនយោជកនៅពេលដែលកើតមានរន្ទះបាញ់សូមជន្លៀសខ្លួនទៅកាន់យានជំនិះសំណង់អគារឬកន្លែងដែលមានដីទាបជាងកន្លែងជុំវិញនៅខាងក្រោមដើមឈើធំៗគឺអាចមានគ្រោះថ្នាក់ខ្លាំងដូច្នេះអ្នកមិនត្រូវទៅជិតនោះទេនៅពេលដែលត្រូវបានព្យាករណ៍ថាអាចមានគ្រោះថ្នាក់ដោយសារការបាក់ដីរលំដើមឈើឬដោយសារភ្លៀងខ្លាំងនិងខ្យល់ខ្លាំងជាដើមសូមបញ្ឈប់ការធ្វើការងារនៅពេលកើតមានគ្រោះថ្នាក់ឬរបួសសូមកុំទៅជិតអ្នករបួសភ្លាមសូមអ្នកមើលស្ថានភាពជុំវិញឲ្យបានល្អដោយពិនិត្យបញ្ជាក់ថាខ្លួនឯងនឹងមិនមានគ្រោះថ្នាក់មុននឹងចូលទៅជិតអ្នករបួសបន្ទាប់ពីពិនិត្យបញ្ជាក់ពីស្ថានភាពអ្នករបួសហើយសូមផ្ដល់ដំណឹងទៅកាន់អ្នកទទួលខុសត្រូវនៅកន្លែងការងារហើយទូរស័ព្ទទៅនាយកដ្ឋានពន្លត់អគ្គិភ័យលេខ119និងស្នើសុំរថយន្តសង្គ្រោះបន្ទាន់ដើម្បីបញ្ជូនបន្ទាប់ពីទូរស័ព្ទទៅលេខ119រួចសូមតាក់ទងទៅកាន់នយោជកដើម្បីរាយការណ៍អំពីខ្លឹមសារនៃគ្រោះថ្នាក់និងរបួសផងដែរករណីអាចធ្វើចលនាបានសូមផ្លាស់ទីទៅកាន់កន្លែងដែលមានសុវត្ថិភាពនៅកន្លែងធ្វើការសូមរៀបចំប្រអប់ឧបករណ៍សង្គ្រោះបឋមហើយពិនិត្យបញ្ជាក់ថាតើឧបករណ៍ទាំងនោះត្រូវបានទុកនៅកន្លែងណាហើយតើក្នុងឧបករណ៍សង្គ្រោះបឋមមានអ្វីខ្លះករណីអ្នករបួសមិនឆ្លើយតបនឹងការហៅនិងមិនដកដង្ហើមសូមអ្នកចាប់ផ្ដើមធ្វើចលនាបេះដូងករណីមានការហូរឈាមសូមអ្នកធ្វើការខាត់ឈាមដោយសង្កត់ឲ្យខ្លាំងនៅលើមុខរបួសដោយប្រើកន្សែងស្អាតជាដើមករណីមានការបាក់ឆ្អឹងជាដើមសូមធ្វើការទ្រកុំឲ្យផ្នែកដែលបាក់ឆ្អឹងមានចលនាដោយអបផ្នែកទាំងសងខាងកន្លែងបាក់ឆ្អឹងនិងសង្កត់ក្នុងកម្រិតសមល្មមដោយប្រើបង់រុំជាដើមសម្រាប់ការដឹកជញ្ជូនអ្នករបួសនៅកន្លែងធ្វើការដែលមិនអាចប្រើយានជំនិះបានក្នុងករណីអ្នកត្រូវលើកអ្នករបួសតែម្នាក់ឯងសូមធ្វើការអៀវពីក្រោយករណីត្រូវបានតិចដោយឃ្មុំគឺមានលទ្ធភាពបណ្ដាលឲ្យស្ទះផ្លូវដង្ហើមដូច្នេះអ្នកមិនត្រូវអៀវពីក្រោយនោះទេករណីលើកដោយមនុស្ស2នាក់ត្រូវលើកដោយកាន់ទ្រូងនិងជើងជាដើមក៏មានករណីខ្លះដែលអាចលើកដោយបង្កើតសម្ភារៈលើកងាយដោយប្រើអាវក្រៅនិងដើមឈើដែលនៅទីនោះការងារកាប់ដើមឈើគឺមានឧបករណ៍ដូចជាកាំបិតដែលប្រើដោយកាន់នឹងដៃនិងមានទំហំផ្សេងកាំបិតណាតាគឺជាឧបករណ៍ដែលប្រើដើម្បីកាត់ទម្លាក់មែកឈើនិងកាត់ដើមឈើតូចការដែលយល់កាំបិតណាតាខ្លាំងហើយយល់ចុះក្រោមទៅកាន់ទិសដៅជើងដែលឈានទៅមុខគឺគ្រោះថ្នាក់នៅពេលកាប់ដើមឈើដោយកាំបិតណាតាសូមពិនិត្យទីតាំងដែលត្រូវយល់ចុះក្រោមហើយត្រូវប្រើវាដោយទាញជើងនៅខាងដែលយល់ចុះក្រោមនោះមកខាងក្រោយខ្វាងគឺជាឧបករណ៍ដែលប្រើនៅពេលកាត់ស្មៅនៅផ្លូវដើរនិងកាត់ស្មៅក្រោមដើមឈើដែលដាំការកាត់ស្មៅដោយយល់ខ្វាងខ្លាំងគឺគ្រោះថ្នាក់ចំពោះការងារកាត់ស្មៅដោយខ្វាងសូមអ្នកអនុវត្តដោយទាញខ្វាងចូលទៅមុខទៅក្រោយតិចនៅពេលរៀបចំដីដោយរៀបចំមែកឈើសូមអ្នកប្រុងប្រយ័ត្នចំពោះការខ្ទាតមែកឈើនៅពេលរៀបចំដីប្រសិនបើធ្វើការងារលើក្រោមគ្នាគឺអាចមានគ្រោះថ្នាក់ដូចជាការធ្លាក់កំណាត់ឈើជាដើមចំពោះការរៀបចំដីសូមធ្វើការដោយរក្សាគម្លាតហើយប្រុងប្រយ័ត្នចំពោះមែកឈើខ្ទាតនិងធ្វើដោយរៀបទន្ទឹមគ្នាគឺមិនត្រូវធ្វើការងារលើក្រោមគ្នាទេចបកាប់គឺជាឧបករណ៍ដែលប្រើពេលត្រឡប់ដីនិងជីករណ្ដៅដាំដើមឈើនៅពេលជីករណ្ដៅដាំដើមឈើប្រសិនបើយល់ចបកាប់ខ្លាំងគឺគ្រោះថ្នាក់នៅពេលប្រើចបកាប់
សូមជីករណ្ដៅដោយធ្វើចលនាតិចៗចំពោះកាំបិតក្រៅពីកន្លែងធ្វើការដែលប្រើប្រាស់អ្នកមិនត្រូវយកដើរតាមខ្លួននោះទេនៅពេលដាក់កាំបិតនៅក្នុងរថយន្តសូមទុកនៅក្នុងស្រោមឬកាបូបរួចដាក់នៅក្នុងកេសពេលស្ថិតនៅក្នុងផ្ទះនិងនៅក្រុមហ៊ុនអ្នកមិនត្រូវទុកកាំបិតចោលនៅក្នុងរថយន្តនោះទេដើម្បីជួយដល់ការលូតលាស់របស់ដើមឈើដែលបានដាំយើងត្រូវកាត់ស្មៅដោយប្រើម៉ាស៊ីនកាត់ស្មៅម៉ាស៊ីនកាត់ស្មៅគឺភ្ជាប់ជាមួយកាំបិតកាត់ដែលវិលក្នុងល្បឿនលឿនដូច្នេះចាំបាច់ត្រូវធ្វើការងារដោយស្វែងយល់ឲ្យបានច្បាស់អំពីរបៀបប្រើដែលត្រឹមត្រូវនៅពេលចាប់ផ្ដើមដំណើរការម៉ាស៊ីនរបស់ម៉ាស៊ីនកាត់ស្មៅប្រសិនបើទម្លាក់ម៉ាស៊ីនចុះក្រោមដោយកាន់ខ្សែខ្ពស់បញ្ឆេះហៅថាការព្យួរទម្លាក់គឺគ្រោះថ្នាក់ខ្លាំងណាស់ចំពោះម៉ាស៊ីនរបស់ម៉ាស៊ីនកាត់ស្មៅត្រូវចាប់ផ្ដើមដំណើរការដោយទាញខ្សែពួរបញ្ឆេះក្នុងស្ថានភាពដែលបានដាក់ម៉ាស៊ីននៅលើផ្ទៃដីនៅពេលដែលកាំបិតរបស់ម៉ាស៊ីនកាត់ស្មៅបុកនឹងគល់ឈើគឺនឹងអាចឲ្យខាងចុងមានចលនាលឿនខ្លាំងដូច្នេះការដែលកម្មករធ្វើការនៅជិតគ្នាគឺគ្រោះថ្នាក់ខ្លាំងណាស់កាំបិតដែលវិលដោយល្បឿនលឿនអាចប៉ះនឹងគ្រោះហើយអាចហោះចេញដូច្នេះក្នុងបរិវេណ5ម៉ែត្រគឺជាតំបន់គ្រោះថ្នាក់នៅពេលធ្វើការដោយគ្នា2នាក់ឡើងត្រូវធ្វើការដោយរក្សាគម្លាតពីគ្នា15ម៉ែត្រឡើងទៅចំពោះស្មៅដែលរុំជាប់នឹងកាំបិតប្រសិនបើដកវាដោយមិនបញ្ឈប់ម៉ាស៊ីននៅពេលដកស្មៅចេញកាំបិតនឹងវិលដូច្នេះគឺមានគ្រោះថ្នាក់ទោះជាលំបាកក៏ដោយដាច់ខាតសូមបញ្ឈប់ម៉ាស៊ីនមុននឹងដកស្មៅចេញនៅពេលធ្វើការងារនៅជម្រាលប្រសិនបើអ្នកធ្វើការដោយបែរទៅក្រោមគឺគ្រោះថ្នាក់ខ្លាំងសូមជ្រើសរើសកន្លែងដែលជើងរបស់អ្នកអាចរក្សាស្ថិរភាពតាមដែលអាចធ្វើបានហើយសូមធ្វើការងារដោយធ្វើឲ្យឥរិយាបថរាងកាយមានលំនឹងដោយពង្រឹងការជាន់នៃជើងជាដើមនៅពេលផ្លាស់ទីប្រសិនបើផ្លាស់ទីដោយមិនបានដាក់ស្រោមកាំបិតហើយដាក់វានៅខ្នងដោយដាក់មុខកាំបិតទៅក្រោយនោះគឺគ្រោះថ្នាក់នៅពេលផ្លាស់ទីសូមអ្នកដាក់ស្រោមកាំបិតហើយផ្លាស់ទីដោយដាក់វានៅខ្នងដោយឲ្យមុខកាំបិតមកខាងមុខការងារកាត់ទម្លាក់មែកឈើដែលមិនត្រូវការដើម្បីឲ្យដើមឈើលូតលាស់និងមានគុណភាពល្អគឺត្រូវប្រើរណារដៃការដាក់ដៃក្រោមកាំបិតនៅពេលកាត់មែកឈើដោយរណារដៃគឺគ្រោះថ្នាក់នៅពេលកាត់មែកឈើសូមធ្វើការដោយដាក់ដៃខ្ពស់ជាងកាំបិតការកាត់មែកឈើនៅពេលមានមនុស្សនៅខាងក្រោមគឺគ្រោះថ្នាក់សូមកាត់មែកឈើដោយពិនិត្យបញ្ជាក់ថាមិនមានមនុស្សនៅខាងក្រោមនោះទេនៅពេលផលិតឈើនិងការប្រមូលផលដើមឈើដែលលូតលាស់คล้ายជាឈើការកាប់ដើមឈើដែលចង្អៀតពេកឲ្យមានចន្លោះនិងការកាត់ឈើផ្នែកដែលមិនល្អចេញក្រៅពីដើមឈើដែលដាំយើងត្រូវកាត់ដោយម៉ាស៊ីនរណាកាត់ម៉ាស៊ីនរណាកាត់គឺមានភ្ជាប់នឹងកាំបិតខ្សែច្រវាក់ដែលវិលដោយល្បឿនលឿនដូច្នេះចាំបាច់ត្រូវធ្វើការដោយស្វែងយល់ឲ្យបានច្បាស់
នៅរបៀបប្រើដែលត្រឹមត្រូវនៅពេលចាប់ផ្ដើមដំណើរការម៉ាស៊ីននៃម៉ាស៊ីនរណាកាត់ប្រសិនបើទម្លាក់ម៉ាស៊ីនចុះក្រោមដោយកាន់ខ្សែពួរបញ្ឆេះហៅថាការព្យួរទម្លាក់គឺគ្រោះថ្នាក់ខ្លាំងណាស់ម៉ាស៊ីននៃម៉ាស៊ីនរណាកាត់ត្រូវចាប់ផ្ដើមដំណើរការដោយទាញខ្សែពួរបញ្ឆេះក្នុងស្ថានភាពដែលបានដាក់ម៉ាស៊ីននៅលើផ្ទៃដីចំពោះម៉ាស៊ីនរណាកាត់ត្រូវកាន់ក្តោបមេដៃនៅកន្លែងកាន់ខាងមុខនិងកន្លែងកាន់ខាងក្រោយរួចក្តាប់ឲ្យជាប់នៅពេលប្រតិបត្តិការហ្វ្រាំងនៃម៉ាស៊ីនរណាកាត់ការធ្វើប្រតិបត្តិការហ្វ្រាំងដៃទាំងពីរដោយប្រើដៃស្ដាំផងដែរនោះគឺគ្រោះថ្នាក់សូមទុកដៃស្ដាំឲ្យស្ថិតនៅក្នុងស្ថានភាពកាន់ម៉ាស៊ីនរណាបែបនោះដដែលដោយសូមទម្លាក់ដៃឆ្វេងបន្តិចហើយចាប់ហ្វ្រាំងនៅពេលដោះហ្វ្រាំងសូមដោះដោយកាន់ដងហើយឲ្យមេដៃឆ្វេងនៅក្តោបកន្លែងកាន់ដដែលនៅពេលចុងខាងលើរបារណាប៉ះនឹងដើមឈើគឺអាចធ្វើឲ្យរបារណាលោតឡើងហើយកើតមានការខ្ទាតត្រឡប់មកវិញនោះគឺគ្រោះថ្នាក់ខ្លាំងណាស់សូមធ្វើការនៅទីតាំងឈរដែលទោះបីជាការកើតមានខ្ទាតត្រឡប់មកវិញក៏ដោយក៏អ្នកនឹងមិនមានរបួសនៅពេលកាត់ដើមឈើទាបតូចដែលត្រេតប្រសិនបើដើមបាក់ហើយខ្ទាតត្រឡប់មកវិញគឺមានគ្រោះថ្នាក់នៅពេលដែលកាត់ដើមឈើទាបតូចដែលត្រេតត្រូវកាត់មុខបន្តិចរួចទើបកាត់ដើមឈើនៅពេលមានមនុស្សស្ថិតក្នុងបរិវេណ2ដងនៃកំពូលដើមឈើដែលកាត់មិនត្រូវកាត់ដើមឈើនោះទេសូមកាត់ដើមឈើបន្ទាប់ពីពិនិត្យថាគ្មានមនុស្សស្ថិតក្នុងបរិវេណ2ដងនៃកំពូលដើមឈើនៅពេលកាត់ដើមឈើការកាត់បញ្ឆិតដោយម៉ាស៊ីនរណាកាត់គឺគ្រោះថ្នាក់នៅពេលកាត់ដើមឈើធំដែលមានអង្កត់ផ្ចិតចាប់ពី20សង់ទីម៉ែត្រឡើងទៅនៅកម្ពស់ត្រឹមដើមទ្រូងត្រូវបង្កើតមុខកាត់ដើមឈើប្រហែលជម្រៅ 1/4 ឡើងទៅនៃអង្កត់ផ្ចិតនៃគល់ដើមឈើរួចកាត់ដោយកាប់ចូលក្នុងជម្រៅសមល្មមនៅចន្លោះមុខកាត់និងកន្លែងកាត់ចូលសូមកាត់ដោយរក្សាស្នូលដោយបន្សល់ទុកទទឹងសមល្មមនៅពេលកាត់ដើមឈើត្រូវចង្អុលទៅកាន់ទិសដៅធ្វើការដោយសញ្ញាដែលបានកំណត់និងស្រែកប្រាប់ម្ដងមួយដើម្បីពិនិត្យបញ្ជាក់បន្ទាប់ពីពិនិត្យបញ្ជាក់ថានៅលើដើមឈើគ្មានមែកឈើពុកឬងាប់និងព្រិលជាដើមទេសូមស្រែកថាខាងលើល្អបន្ទាប់ពីពិនិត្យបញ្ជាក់ថាក្នុងបរិវេណ2ដងនៃកំពូលដើមឈើគឺគ្មានមនុស្សនិងឧបសគ្គទេសូមស្រែកថាជុំវិញល្អបន្ទាប់ពីពិនិត្យបញ្ជាក់ថាគ្មានឧបសគ្គនៅទិសដៅដែលមានគម្រោងកាត់ផ្ដួលរំលំទេសូមស្រែកថាទិសដៅផ្ដួលរំលំល្អបន្ទាប់ពីពិនិត្យបញ្ជាក់ផ្លូវនិងកន្លែងជន្លៀសរួចសូមស្រែកថាកន្លែងជន្លៀសល្អដាច់ខាតត្រូវចង្អុលនិងស្រែកប្រាប់ដើម្បីពិនិត្យបញ្ជាក់សុវត្ថិភាពនៅពេលកាត់ដើមឈើបន្ទាប់ពីបញ្ជាក់សុវត្ថិភាពសូមអ្នកធ្វើសញ្ញាត្រៀមសញ្ញាពេលកាត់និងសញ្ញាបញ្ចប់សញ្ញាត្រៀមគឺធ្វើមុនពេលកាត់មុខកាត់នៃដើមឈើដោយនោះគឺជាការប្រាប់ដល់អ្នកធ្វើការនៅក្នុងតំបន់គ្រោះថ្នាក់ឲ្យជន្លៀសខ្លួន
សញ្ញាពេលកាត់គឺធ្វើនៅមុនពេលចាប់ដើមការងារកាត់ខាងនិងកាប់ចូលនៃដើមឈើなんてよしសញ្ញាបញ្ចប់គឺធ្វើបន្ទាប់ពីការកាប់ដើមឈើបានបញ្ចប់ហើយគ្មានរបស់ធ្លាក់ដើម្បីប្រាប់អំពីការបញ្ចប់ការងាររបស់អ្នកដល់អ្នកធ្វើការងារផ្សេងទៀតសម្រាប់កន្លែងជន្លៀសខ្លួននិងផ្លូវទៅដល់កន្លែងជន្លៀសខ្លួនដាច់ខាតសូមពិនិត្យបញ្ជាក់ទុកជាមុនពេលចាប់ដើមកាត់ដើមឈើសម្រាប់កន្លែងជន្លៀសខ្លួនសូមរក្សានៅកន្លែងចាប់ពី3ម៉ែត្រឡើងទៅនៅផ្នែកខាងក្រោយផ្ទុយពីទិសដៅកាត់ដើមឈើសូមជន្លៀសខ្លួននៅកន្លែងដែលសុវត្ថិភាពដូចជានៅខាងក្រោយដើមឈើឈរជាដើមនៅពេលដើមឈើត្រូវបានកាត់រលំគឺអាចមានមែកឈើបាក់ហោះមកឬធ្លាក់មកដូច្នេះសូមប្រុងប្រយ័ត្នមានចំណុចហាមឃាត់មួយចំនួននៅក្នុងការរៀបចំដើមឈើដែលបានកាប់ប៉ុន្តែបានផ្អៀងប្រទាក់គ្នាជាមួយនឹងដើមឈើផ្សេងទៀតមិនត្រូវកាត់ដើមឈើដែលក្រេតប្រទាក់គ្នានោះទេមិនត្រូវកាត់ដើមឈើផ្សេងទៀតឲ្យរលំប៉ះនឹងដើមឈើដែលក្រេតមិនទាន់រលំនោះទេការរៀបចំដើមឈើដែលក្រេតគឺមានគ្រោះថ្នាក់ខ្លាំងដូច្នេះអ្នកដែលមានបទពិសោធន៍កាប់ឈើតិចតួចមិនត្រូវរៀបចំតែម្នាក់ឯងនោះទេនៅពេលផ្លាស់ទីដើមឈើដែលត្រេតប្រទាក់គ្នាក្នុងសភាពដដែលត្រូវដាក់តំបន់ហាមចូលដោយរំខ្សែនិងខ្សែពួរជុំវិញដើមឈើដែលត្រេតរួចតាក់ទងទៅកាន់អ្នកទទួលបន្ទុកកន្លែងធ្វើការវណ្ណៈវប្បកម្មគឺជាការងារដែលប្រើគ្រឿងចក្រវណ្ណៈវប្បកម្មជាច្រើនគ្រឿងចក្រវណ្ណៈវប្បកម្មអាចផ្លាស់ទីដើមឈើដែលបានកាត់ដោយកម្លាំងខ្លាំងដូច្នេះនៅពេលធ្វើការនៅជិតគ្រឿងចក្រទាំងនោះអ្នកចាំបាច់ត្រូវប្រុងប្រយ័ត្នការបញ្ជាគ្រឿងចក្រវណ្ណៈវប្បកម្មចាំបាច់ត្រូវមានការអប់រំពិសេសអ្នកដែលមិនបានទទួលការអប់រំពិសេសគឺមិនអាចបញ្ជាគ្រឿងចក្រវណ្ណៈវប្បកម្មបានទេនៅពេលកាប់ដើមឈើដោយម៉ាស៊ីនក្នុងបរិវេណ2ដងនៃប្រវែងដើមឈើមនុស្សនិងម៉ាស៊ីនហាមធ្វើការជាមួយគ្នានៅពេលផលិតឈើនិងប្រមូលផលឈើដោយម៉ាស៊ីនក្នុងបរិវេណ2ដងនៃប្រវែងដៃម៉ាស៊ីនមនុស្សនិងម៉ាស៊ីនហាមធ្វើការជាមួយគ្នាមិនត្រូវផ្លាស់ទីដោយមានមនុស្សជិះនៅកន្លែងដាក់អីវ៉ាន់នៃគ្រឿងចក្រវណ្ណៈវប្បកម្មនោះទេការងារនៅខាងជ្រុងនិងផ្នែកខាងក្នុងនៃខ្សែកាបគឺមានគ្រោះថ្នាក់ដូច្នេះហាមចូលក្នុងបរិវេណនោះការស្ថិតនៅក្រោមអីវ៉ាន់ដែលស្ទូចគឺអាចមានគ្រោះថ្នាក់ដូច្នេះហាមចូលក្នុងបរិវេណនោះក្នុងជីវភាពរស់នៅដែលអ្នកមិនទាន់ស៊ាំពេលខ្លះអ្នកអាចមានទុក្ខកង្វល់មួយចំនួនអ្នកមិនត្រូវលាក់ទុក្ខកង្វល់តែម្នាក់ឯងនោះទេសូមអ្នកពិគ្រោះយោបល់ជាមួយមនុស្សជុំវិញដើម្បីសុំដំបូន្មានផ្សេងកុំអោបទុកតែម្នាក់ឯងដើម្បីធ្វើការងារដោយសុវត្ថិភាពការស្វែងយល់និងអនុវត្តយ៉ាងត្រឹមត្រូវរបស់អ្នកទាំងអស់គ្នាគឺសំខាន់ណាស់សូមអ្នកសិក្សាស្វែងយល់ឲ្យបានត្រឹមត្រូវនៅខ្លឹមសារការងារវណ្ណៈវប្បកម្មដែលបានណែនាំនៅក្នុងវីដេអូនេះសុខភាពនិងសុវត្ថិភាពរបស់អ្នកទាំងអស់គ្នាគឺជាបំណងប្រាថ្នារបស់ពួកយើង